សូមជម្រាបសួរលោកគ្រូអ្នកគ្រូបាទនេះគឺជារបៀបរៀបចំណាត់ថ្នាក់បាទរៀបចំណាត់ថ្នាក់ប្រចាំខែប្រចាំឆមាសក៏ប្រចាំឆ្នាំគឺដូចគ្នាបាទនេះបាទខ្ញុំគឺដាក់ចំណងជើងគឺរៀបបន្ទុកបាទរៀបបន្ទុកបាទគឺរៀបចំណាត់ថ្នាក់ហ្នឹងហើយដោយសារបើយើងដាក់រៀបចំណាត់ថ្នាក់អីទៅវាវែងអញ្ចឹងវាធ្វើឲ្យចំណងជើងគឺវាដាច់ណាបាទអញ្ចឹងខ្ញុំដាក់បន្ទុកខ្លីចុះដាក់ចំណងជើងខ្លីបាទឥឡូវយើងចូលទៅក្នុងកម្មវិធីបើកឯកសារ search achiever ពណ៌ផ្ទៃមេឃនេះបាទពេលធ្វើត្រូវតែចូលក្នុងហ្នឹងបាទឥឡូវយើងចុចបាទតទៀតលោកគ្រូរើស folder ដែលយើងទុកឯកសារបាទយើងទុកនៅក្នុង document នេះតទៀតនេះយើងឃើញឯកសារហើយយើងចុចទៅលើចំណងជើងឯកសារហ្នឹងបាទតទៀតលោកគ្រូចុចយកពាក្យ open បាទតទៀតលោកគ្រូប៉ះថាដើម្បីអូសរូបនឹងមកខាងឆ្វេងបាទអញ្ចឹងយក WPA Office នេះបាទចុចលើនឹងមកបាទបាទអញ្ចឹងឥឡូវចូលមកដល់បន្ទុកដែលយើងបានបំពេញរួចហើយប៉ុន្តែយើងត្រូវចុចតម្រៀបយកចំណាត់ថ្នាក់គឺលេខ1នៅខាងលើបាទដូច្នេះយើងចុច edit បាទមុនធ្វើចុចពី edit បាទឥឡូវយើងចុច edit ហើយប៉ុន្តែឧទាហរណ៍ថាយើងធ្វើឲ្យមុនគឺភ្លេចបិទកលាភ្លេច hide បាទអញ្ចឹងខ្ញុំធ្វើនេះគឺរៀប unhide វិញដើម្បីធ្វើបទបង្ហាញបាទចុច unhide ចុចមកចុចពលាបាទចុចពី unhide មកគឺពលាវិញបាទអញ្ចឹងនៅពេលដែលយើងបំពេញបន្ទុកហើយយើងបិទផែនការសិស្សហើយអញ្ចឹងយើងត្រូវចុចបិទកលានៅទនេខាងក្រោមបាទអញ្ចឹងយើងត្រូវចុចបិទកលាគឺ hide កលាបាទចុចលើលេខរៀងកម្មវិធីខាងឆ្វេងបាទទៅទៀតរួចគឺប៉ះការ៉េតូចអូសទៅក្រោមរហូតដល់ចុងបាទទៅទៀតលោកគ្រូយកពាក្យ hide បាទនេះបាទអញ្ចឹងក្រោយពី hide ហើយអញ្ចឹងគ្រូទៅមើលបន្តទៀតបាទជើងមើលបន្ទុកបន្តមកទៀតបាទគឺរៀបចំណាត់ថ្នាក់ខែ11បាទខ្ញុំដាក់រៀបរៀបបន្ទុកខែ11គឺរៀបចំណាត់ថ្នាក់ហ្នឹងហើយបាទយើងចុចលើហ្នឹងមកបាទអញ្ចឹងដំបូងនេះគឺយើងអត់តន់មានការហាយកលាទេគឺចេញមកទៅទេអញ្ចេះបាទអញ្ចឹងគឺចេញមកគឺវានៅសល់បាទនៅសល់អញ្ចឹងគ្រូកុំអាចដល់ចុចតម្រៀបយើងត្រូវបិទកលាវាសិនបាទទៅហ្នឹងក៏បិទកលារាល់បញ្ជីដែលធ្វើបើវានៅសល់អញ្ចឹងលោកគ្រូត្រូវតែបិទកលាបាទខ្លះបិទទៅបើវាបិទហើយវានៅសល់បន្តិចលោកគ្រូត្រូវពលាវាខ្លះបាទអញ្ចឹងចំណែកឯពណ៌ផ្កាឈូកហ្នឹងគឺរៀបចំណាត់ថ្នាក់បាទអញ្ចឹងយើងចុចលេខរៀងកម្មវិធីបាទទៅទៀតគ្រូទាញចុះក្រោមមកបាទទាញការ៉េតូចទល់មុខគ្នាចុះក្រោមបាទទៅទៀតប្លែងលោកគ្រូចុចយកពាក្យhide បាទបន្ទាប់ពីយកពាក្យ hide ហើយលោកគ្រូយើងមើលនៅក្នុងចំណាត់ថ្នាក់នេះបាទយើងត្រូវការរៀបចំណាត់ថ្នាក់គឺលេខ1ទៅនៅលើរួចហុចរៀងរហូតដល់លេខធំខាងក្រោមបាទអញ្ចឹងលោកគ្រូគឺចុចតម្រៀបនៅនឹងគឺมันអាចចុចតម្រៀបនៅកន្លែងបញ្ចូលបន្ទុកបានទេបាទប៉ុន្តែបើកុំព្យូទ័រគឺគេចុចរៀបនៅត្រង់នោះបានបាទចំណែកទូរស័ព្ទដៃគឺយើងចុចទៅវាមានបញ្ហារៀងពិបាកបន្តិចបាទអញ្ចឹងបានយើងធ្វើទំព័រផ្សេងបាទនេះបាទអញ្ចឹងលោកគ្រូចុចកន្លែងចំណាត់ថ្នាក់បាទចំចុចមួយថ្នាក់នេះបាទចុចលើត្រីកោណតូចក្នុងការ៉េហ្នឹងបាទដល់ចុចទៅគឺវាឃើញនេះបាទឃើញខាងលើនេះគឺ A ព្រួញចុះក្រោមZបាទហើយមួយទៀត Z ព្រួញចុះក្រោម A បាទនេះគឺយើងរៀបពីតូចទៅធំបាទនេះលេខ1 2 3រហូតបាទចំណែកអានេះយើងរៀបពីធំពីលើលេខចុងក្រោយគេរហូតមកលេខ1នៅក្រោមវិញបាទអញ្ចឹងយើងតម្រៀបគឺលេខ1នៅលើបាទចុច AZ
បាទកាលណាយើងចុចហ្នឹងគឺដោយសារទូរស័ព្ទដៃខ្ញុំវាប្រើច្រើនទៅវារៀងក្តៅអញ្ចឹងវារៀងយូរបន្តិចបាទអញ្ចឹងបន្ទាប់ពីរៀបបានហើយអញ្ចឹងលោកគ្រូទៅមើលទៅកន្លែងចំណាត់ថ្នាក់បាទចំណាត់ថ្នាក់នេះគឺលោតអូតូទៅតាមអ្វីដែលយើងរៀបហ្នឹងហើយបាទជាងយើងទាញដៃពីអូមកឆ្វេងអញ្ចឹងមកក៏បានដែរបាទនេះគឺខ្ញុំមានអឺ ដាក់គឺចំណាត់ថ្នាក់ខែ11បាទចុចលើនឹងមកបាទក្នុងនេះបាទគឺនឹងចំណាត់ថ្នាក់គឺវាលោតមកតាមគឺលេខរៀងដែលយើងរៀបណាបាទដោយសារខ្ញុំធ្វើក្តៅទៅអញ្ចឹងត្រង់កន្លែងលេខចំណាត់ថ្នាក់ហ្នឹងគឺវាអត់តន់រៀបតាមចំណាត់ថ្នាក់ទេដោយសារទូរស័ព្ទរៀងក្តៅគ្រូចង់កែងណាបាទតែរៀបមិញគឺត្រង់ហ្នឹងគឺវារៀបដែរហើយប៉ុន្តែដោយសារវាក្តៅអញ្ចឹងខ្ញុំសេវមួយសិនបាទសេវមួយសិនអញ្ចឹងលោកគ្រូនេះគឺឃើញអត់តន់រៀបទេប៉ុន្តែដោយសារទូរស័ព្ទវាក្តៅចង់កែងអញ្ចឹងខ្ញុំសេវសិនបាទចុចសេវអញ្ចឹងក្រោយពីយើងធ្វើរួចហើយយើងសេវបាទនេះខ្ញុំសេវដើម្បីចុចឲ្យវាលោតទៅចេញមកលេខរៀងលោកគ្រូបាទប៉ុន្តែដោយសារវាក្តៅទូរស័ព្ទបាទអញ្ចឹងវាកែងសំបីតែយើងសេវហ្នឹងក៏រៀងយូរដែរបាទបើសិនយើងធ្វើបន្ទុកបាទគឺអត់អីទេបាទចំណែកខ្ញុំធ្វើបត់បង្ហាញត្រូវការបន្លាយពេលរៀងយូរអញ្ចឹងទូរស័ព្ទគឺវាឆាប់ក្តៅបាទក្តៅឆាប់ក្តៅវារៀងកែងបាទសូមអធិស្ឋានលោកគ្រូដោយសារទូរស័ព្ទវាក្តៅអញ្ចឹងវាអត់សូវដំណើរការលឿនទេបាទប៉ុន្តែបើកុំព្យូទ័រគឺអត់បញ្ហាទេបាទមួយឆ្វាច់មកគឺបានបាទអញ្ចឹងខ្ញុំចាក់ចេញសិនបាទចាក់ចេញសិននឹងចូលវិញដើម្បីឲ្យឃើញលេខនេះវាលោតជាលេខរៀងណាបាទលោកគ្រូបាទឥឡូវខ្ញុំចាក់ចេញម្ដងមួយសិនបាទអញ្ចឹងចាក់ចេញទៅអញ្ចឹងលោកគ្រូគឺវាឲ្យលោតនេះយើងបើយើងសេវយើងចុចយកសេវទៅបាទឬមួយក៏យើងខ្ជិលសេវចុចនេះតែយើងសេវចាស់បាទសេវនេះមួយទៀតបាទអញ្ចឹងដើម្បីឲ្យវាលោតបាទវាលោតចេញបាទឥឡូវនេះបាទអញ្ចឹងវាលោតមកវិញគ្រូនេះបាទដោយសារមិញវាមានបញ្ហាបន្តិចបាទឥឡូវតើវិលចប់បាទឥឡូវយើងថយឥឡូវយើងចូលមកកម្មវិធីនឹងវិញបាទជាកម្មវិធីវិញពេលដែលយើងធ្វើភ្លាមគឺយើងអាចធ្វើនឹងបានបាទចុចមើលនឹងបានឬមួយក៏យើងចូលបើកឯកសារឡើងវិញក៏បានដែរបាទប៉ុន្តែមើលធ្វើនេះបាទយើងចុចឡើងវិញមកចុចមើលវាបាទអញ្ចឹងក៏វាចេញដែរបាទប៉ុន្តែគ្រាន់ថាពេលដែលយើងធ្វើតអញ្ចឹងគឺអាចវាអាចមានបញ្ហាតិចតួចបាទប៉ុន្តែមិនអីទេបាទអញ្ចឹងនេះបាទលោកគ្រូនេះគឺលោតតាមចំណាត់ថ្នាក់គឺលោតតាមលំដាប់បាទចុះទៅពីចំណាត់ថ្នាក់ដែលយើងរៀបហើយយើងអស់មកមើលខាងឆ្វេងទៀតយើងមកមើលក្នុងតារាងកិត្តិយសបាទតារាងកិត្តិយសតលតែរៀបហើយបានតារាងកិត្តិយសគឺវាលោតដែរបើលោកគ្រូមិនទាន់ចុចរៀបទេគឺវាអត់លោតទេបាទវានៅតាមតំណមនឹងដែរបាទប៉ុន្តែនេះយើងរៀបហើយយើងចុចមើលបាទចុចលើមកនេះបាទអញ្ចឹងក្រោយពីយើងចុចមើលហើយយើង save ជា PDF បាទអញ្ចឹងចំណាត់ថ្នាក់នេះគឺយើងត្រូវ print គឺយើងបិទនៅនឹងក្រោយខ្នងបាទអញ្ចឹងពេល print លោកគ្រូត្រូវចុច4ចំណុចក្រោមនេះបាទទៅទៀតលោកគ្រូចុច file លោកគ្រូអស់ទៅលើដើម្បីយកពាក្យ print បាទនេះទៅទៀតលោកគ្រូចុចpreview មកស្ដាំលើនេះបាទនេះអញ្ចឹងគឺវាចេញតែមួយសន្លឹកទេបាទគឺ60នាក់
ចំណែកឯបញ្ជីសិស្សមួយទៀតគឺ120គឺចេញតែមួយជួរទេបាទអញ្ចឹងគឺខ្ញុំរៀបមួយជួរប៉ុន្តែមានអវត្តមានចូលវិញដោយសារសិស្សសាលាមួយនោះគឺនៅខាងខេត្តត្បូងឃ្មុំគឺគាត់100សិស្សជិត100នាក់នោះបាទអញ្ចឹងគឺខ្ញុំធ្វើតែមួយជួរទេបាទអត់ពីរជួរទេបើ60នាក់ធ្វើពីរជួរអញ្ចឹងប៉ុន្តែដល់ពេលសិស្សតិចបាទសិស្សក្រោម30នាក់វាលោតមកខាងវិញបាទអញ្ចឹងក្រោយពីយើងមើលទំហំ print នឹងវាចេញមករួចហើយយើងលោកគ្រូគោះ2ដងបាទស្ទូនគ្នាដល់រួចហើយគ្រូចុចprint ខាងក្រោមស្ដាមនេះបាទទៅទៀតគ្រូយកពាក្យ postscript ដែលមានរូបពណ៌លឿងបាទទៅទៀតគ្រូយក my document បាទព្រោះយើងទុកនឹងវាលឿនជាងបាទនេះបាទអញ្ចឹងយើងទុកនៅហ្នឹងប៉ុន្តែយើងមើល file ឯកសារហ្នឹងប្រភេទឯកសារគឺអត់ត្រូវទេយើងយក PDF បាទយើងចុចត្រីកោណបាទហើយយើងចុច PDF មកបាទនេះអញ្ចឹងមុនយើង save ជា PDF ហើយបាទអញ្ចឹងយើងត្រូវបដូរលេខរៀងបាទបដូរអត់ដាក់ឈ្មោះវាជន់លេខរៀងមុនបាទឬមួយក៏គ្រូ save ហើយទុក file ផ្សេងហើយយើងលុបនឹងចេញបាទឬមួយបើយើងមិនលុបទេយើងវាយលេខរៀងបន្តបាទវាយលេខ2ទៅបាទយើងប៉ះទាំងហ្នឹងយើងដាក់លេខ2បាទនេះបាទរួចហើយគ្រូគឺចុចពណ៌ផ្ទៃមេឃអញ្ចឹងទៅបាទគឺយើង export to PDF បាទនេះគឺការ save ជា PDF បាទហើយនឹងចំណាត់ថ្នាក់បាទឥឡូវយើងទៅមើលនៅក្នុងតារាងកិត្តិយសដូចគ្នាបាទនេះបាទអញ្ចឹងយើងចុច save PDF ដែរចុច4ចំណុចខាងក្រោមបាទទៅទៀតគ្រូយកពាក្យ file ត្រូវហើយទៅទៀតគ្រូយកprint បាទទៅទៀតចុចខាងលើបាទគឺ preview បាទនេះអញ្ចឹងវាចេញតម្រងបែបហ្នឹងបាទអញ្ចឹងលោកគ្រូគឺគូស2ដងដើម្បី save ជា PDF បាទហើយនេះគឺយើងមើលរូបនេះគឺវាអាចរៀងលៀងមកខាងលិចអញ្ចឹងលោកគ្រូអាចបង្រួមបានបាទអញ្ចឹងថយវិញសិនបាទអញ្ចឹងគ្រូយកដៃទៅប៉ះបាទប៉ះលើហ្នឹងបាទនេះបាទទៅទៀតលោកគ្រូគឺទាញវាមកស្ដាមដើម្បីឲ្យវានៅចំកណ្ដាលបាទហើយអានេះគឺអាចខិតចុះប៉ះហ្នឹងចេះខិតចុះក្រោមតិចមកដើម្បីកុំឲ្យវាដល់លើពេកបាទនេះបាទមកកង្កុំប៉ុណ្ណឹងក៏បានឬតម្លាក់កង្កុំក៏បានគឺធ្វើឲ្យបានសមរម្យបាទអញ្ចឹងយើងប៉ះទៅកន្លែងផ្សេងដើម្បីចាក់ចេញមកបាទអញ្ចឹងពេលដែលយើងស្រែចំកណ្ដាលហើយលោកគ្រូគឺចុចបាទគឺយើងsave ជា PDF បាទអញ្ចឹងយើងចុច4ចំណុចខាងក្រោមបាទឆ្វេងហ្នឹងយកពាក្យ file ទៅទៀតគ្រូយកពាក្យ print បាទគ្រូចុចpreview បាទគោះ2ដងបាទអញ្ចឹងគ្រូចុច print នឹងក្រោមបាទទៅទៀតយកចុច postscript ដែលមានពណ៌រូបពណ៌លឿងបាទចុចលើមកទៅទៀតគ្រូគឺបដូរដាក់លេខ3បាទអញ្ចឹងលេខ3ដើម្បីកុំឲ្យវាស្ទូនឈ្មោះគ្នាបាទទៅទៀតគ្រូចុច export to PDF បាទអញ្ចឹងនេះជារបៀបរៀបចំណាត់ថ្នាក់បាទការរៀបចំណាត់ថ្នាក់គឺតារាងកិត្តិយសគួររៀបទៅតាមនឹងដែរបាទហើយចំណែកឯមួយទៀតលុតអូតូដែរនោះគឺសិភៅតាមដានបាទដូច្នេះការរៀបចំណាត់ថ្នាក់បាទប្រចាំច្រមាប្រចាំខែប្រចាំឆ្នាំគឺដូចគ្នាបាទអញ្ចឹងជាប់ត្រឹមតែប៉ុណ្ណេះបាទសូមអរគុណសូមជម្រាបលា